នេះគឺជារបៀបដាក់ password verification កុំឲ្យប្រភេទពួក hacker យក Telegram របស់យើងបានសម្រាប់លោកគ្រូអ្នកគ្រូដែលមានតម្រូវការព្រៀងកស៊ូតូចធំឬក៏ sticker បបិទនិងមានលក់កស៊ូតុបតែងឋានៈធ្វើអក្សរផុសលើង LED /LED និង design menu design banner និងដំឡើងជូន25ខេត្តក្រុងនិងផ្សាយបាន25ខេត្តក្រុងសម្រាប់លោកគ្រូអ្នកគ្រូដែលមានតម្រូវការអាចទាក់ទងបានតាមរយៈលេខ Telegram ឬមួយក៏ Facebook page ខាងលើបាទសូមអរគុណខ្ញុំជំរាបដំបូងយើងចូលទៅកាន់ Telegram របស់យើងតមកយើងក្លែកមើលនៅខាងក្រោមយើងឃើញពាក្យថា setting នៅក្បែរ profile ហ្នឹងយើងចុចលើវាមួយមកតមកយើងឃើញ private and security យើងចូលទៅក្នុង private and security យើងនឹងឃើញ two set verification នៅខាងលើគេអញ្ចឹងយើង select លើ two set verification ហ្នឹងមកចឹងបន្តមកទៀតយើងនឹងឃើញពាក្យថា start password យើងចុចលើ start password ហ្នឹងមកតមកយើងបញ្ចូលនៃ password របស់យើងអញ្ចឹងសម្រាប់កន្លែង password នេះគឺសំខាន់ខ្លាំងមែនទែនសម្រាប់បើសិនជាទូរស័ព្ទយើងខូចឬមួយក៏យើងចង់ដាក់ account ទៅក្នុង computer នៅក្នុងទូរស័ព្ទដៃផ្សេងយើងត្រូវការ password ហ្នឹងអញ្ចឹងសូមអ្នកនាងត្រូវចាំ password ដែលយើងបានដាក់អូខេអញ្ចឹងបន្ទាប់ពីយើងដាក់ password រួចគឺយើងត្រូវចុចសញ្ញាព្រុញទៅខាងមុខបន្ទាប់មកកន្លែងនេះគឺវាចង់បញ្ជាក់ password ដែលយើងបានដាក់អំបញ្ញមិញយើងដាក់ password អំបញ្ញមិញចូលមកអញ្ចឹងបន្តមកទៀតកន្លែង hit នេះគឺយើងមិនបាច់ដាក់ទេយើង skip វាទៅខាងមុខទៀតទៅខ្ញុំ recommend ឡើយហ្នឹងគឺឲ្យអ្នកនាងដាក់ទេមិនបាច់ដាក់តែម្ដងអញ្ចឹងយើងចុចពីថា skip ទៅតមកកន្លែងនេះយើងគេឲ្យ verify email អញ្ចឹងសម្រាប់ email របស់ខ្ញុំគឺខ្ញុំបញ្ចូលមកអញ្ចឹងអ្នកនាងបញ្ចូល email របស់អ្នកនាងមកបន្ទាប់ពីយើងបញ្ចូលរួចយើងចុចសញ្ញាព្រុញទៅខាងមុខទៀតមកតមកវាឲ្យ verification code អញ្ចឹង verification code ហ្នឹងគឺវាផ្ញើតាមរយៈ email ដែលយើងបានបញ្ចូលអំបញ្ញមិញហ្នឹង email របស់អ្នកនាងទៅបើកទៅណាបើឲ្យយកកូនហ្នឹងយកមកចូលកន្លែងប្រអប់6ប្រឡោះហ្នឹងខ្ញុំបន្ទាប់ពីយើងបញ្ចូលរួចគឺវាបានជោគជ័យចឹងយើងចុចទៅខាងក្រៅយើង back មកវិញមកចឹងយើងត្រូវមើលមួយចំណុចទៀតអ្នកនាង scroll ចុចទៅក្រោមហើយយើងនឹងឃើញកន្លែងដាក់ delete my account ចឹងវារយៈពេលវា1ខែចឹងបើសិនជាវាដល់រយៈពេល1ខែហ្នឹងវានឹងផ្ញើសារប្រាប់យើងថាដល់រយៈពេលដែលយើងត្រូវ delete account ហ្នឹងចឹងយើងចង់ប្រើ account ហ្នឹងបានយូរចឹងយើងត្រូវដូរ1ខែយើងត្រូវដាក់24ខែស្មើនឹង2ឆ្នាំអញ្ចឹងណាចុងក្រោយការដាក់ password របស់យើងគឺបានជោគជ័យ 100% អញ្ចឹងអ្នកនាងមួយចង្អុលអីអ្នកនាងអាច comment នៅខាងក្រោមបាន